ស្ថានភាពនៅព្រំដែនកាន់តែក្តៅកគុកបន្តទៀតហើយមេអួតថៃលោកអនុទិនបានបន្តនៅលើបណ្ដាញសង្គមដោយនិយាយថាថៃត្រូវតែវាយដណ្ដើមយកភ្នំ350ក្បែរប្រាសាទតាក្របីឲ្យបានហើយប្រាប់កម្ពុជាយ៉ាងដូចនេះថាបើមិនចង់ឲ្យថៃវាយនោះទេកម្ពុជាគួរតែចូលខ្លួនមកចរចាជាមួយនឹងថៃទៅនេះបងប្អូនគ្នាគឺជាការលើកឡើងពីសំណាក់នាយករដ្ឋមន្ត្រីដែលចិត្តអស់ថ្ងៃនៅក្នុងការបាទដឹកនាំប្រទេសទៅហើយអញ្ចឹងថ្មីនេះបងប្អូនដឹងថានាយករដ្ឋមន្ត្រីថៃលោកអនុទិននេះបានបន្តបាទនិយាយអួតអាងដើម្បីរកសម្លេងឆ្នោតក៏ដូចជានៅថ្ងៃនៅខែមួយនេះអាចនិយាយបានថាគឺជាថ្ងៃអន្សារបស់នាយករដ្ឋមន្ត្រីថៃបាទលោកអនុទិនហើយអញ្ចឹងគាត់ប្រឹងណាស់ប្រឹងធ្វើសង្គ្រាមដើម្បីយកចិត្តប្រជាជនដើម្បីអាចបាទទទួលបានការគ្រប់គ្រងនៅខែ11ឆ្នាំ2026នេះដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីពិសិដ្ឋក៏ប៉ុន្តែបើយើងមើលទៅលើការវិភាគរបស់អ្នកនយោបាយបាទគេបានវិភាគឲ្យថាលោកអនុទិនប្រហែលជាគ្មានសិទ្ធិសូម្បីតែបន្តិចនៅថ្ងៃទី17ខែធ្នូឆ្នាំ2025នេះសារព័ត៌មានថៃខៅសុនបានចេញផ្សាយថានាយករដ្ឋមន្ត្រីថៃលោកអនុទិនជំរុញឲ្យកម្ពុជាចូលខ្លួនមកចរចានិងថែមទាំងធ្លាយសម្ដីអួតមួយទៀតថាយើងត្រូវតែឈ្នះក្នុងរយៈពេល10ថ្ងៃទៅហើយនៃការប៉ះទង្គិចគ្នាយ៉ាងក្តៅគគុកតាមបាទព្រំដែនកម្ពុជានិងថៃនោះនាយករដ្ឋមន្ត្រីថៃចាំប្រទេសអនុទិនឆាន់វិរៈគុលបានដែលជានាយករដ្ឋមន្ត្រីដែលលមោបសង្គ្រាមបានប្រកាសប្រាប់អ្នកសារព័ត៌មានយ៉ាងរំអួយថាមានជនជាតិថៃស្លាប់ត្រឹមតែ2នាក់បន្ថែមទៀតតែប៉ុណ្ណោះបាទគេអួតអាងថាវាយចង្អប់ចង្រោះឲ្យគេស្លាប់តែ2នាក់បន្ថែមទៀតទេលោកនៅថែមទាំងនិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅក្នុងប្រទេសខ្លួនថាបច្ចុប្បន្នការវាយប្រហារពីខាងកម្ពុជាបានចុះខ្សោយកម្លាំងប៉ុន្តែបដិសេធមិននិយាយអំពីតាក់ទិចសឹករបស់យោធាខ្លួនឡើយដោយគ្រាន់តែអួតមួយឃ្លាឲ្យប្រជាជនថៃខ្លួនឯងសប្បាយចិត្តថាថៃត្រូវតែដណ្ដើមយកភ្នំ350ក្បែរប្រាសាទតាក្របីឲ្យបាន